អ្នកណាបានតែអ្នកប៉ះប្រជាជនខ្មែរគឺប៉ះសម្ដេចដៃជូធិបតីហើយធ្វើអញ្ចឹងបានណែឯងនិយាយអញ្ចឹងណែឯងក្បត់ជាតិមែនទេប្រាប់គេហើយជឿថាធ្វើពាក់ឲ្យខាផលិតផលគេហ្នឹងគេដាច់ខ្យល់ងាប់គេអត់ដាច់ខ្យល់ថៃវាអត់ដាច់ខ្យល់ងាប់ទេតែវាបង្ហាញថាក្រមជ្រុលនិយមមកឈ្លានពានកម្ពុជាគឺខុសហើយប្រជាជនថៃគឺជាអ្នកត្រដកខ្យល់ព្រោះនិយាយអត់ក្បត់ជាតិយ៉ាងម៉េចឯងជំរុញឲ្យប្រជាជនខ្មែរប្រើប្រាស់ទំនិញប្រមាថជាតិទំនិញបំផ្លាញជាតិមែនទេអាទំនិញបំផ្លាញជាតិនឹងគឺជាទំនិញដែលទិញហើយលុយនឹងបានទៅដល់ដៃកងទ័ពថៃហើយកងទ័ពថៃមានកម្លាំងបន្ថែមដើម្បីមកបំផ្លាញនិងឈ្លានពានទឹកដីកម្ពុជារឿងកម្ពុជាពហិការមិនទិញទំនិញខុសច្បាប់ពីថៃចង់ប្រាប់ឯងថាថៃវាអត់ដាច់ខ្យល់ងាប់ទេតែវាបង្ហាញថាក្រមជ្រុលនិយមមកឈ្លានពានកម្ពុជាគឺខុសហើយប្រជាជនថៃគឺជាអ្នកត្រដកខ្យល់ព្រោះតែនយោបាយជ្រុលនិយមរបស់ក្រមជ្រុលនិយមថៃដែលវាទីមកលើទឹកដីកម្ពុជាហើយកន្លែងនេះក៏ចង់បង្ហាញប្រាប់ក្បាលឯងវាទៅជាថៃអត់ដែលពាក់អីកាកន្លែងនេះខ្ញុំភ្លេចខ្ញុំធ្លាប់ធ្វើរឿងធ្វើវីដេអូមួយនិយាយអំពីថៃពហិការវីដេអូខ្មែរនិយាយអំពីនាងណាតម៉ែណាតនិងគេហៅថាម៉េចខ្មោចដើមជ័យជ្វាឬក៏ព្រាយដើមជ័យជ្វាតើអ្នកណាជាអ្នកបង្កើតរឿងព្រាយកលាភ្លើងនេះមុនបើយោងតាមរឿងនាងណាតរឿងម៉ែណាតខ្មែរអត់ទាន់មានរឿងហ្នឹងទេប៉ុន្តែខ្មែរមានរឿងខ្មោចដើមជ័យជ្វាវាមិនខុសអីអំពីរឿងនាងណាតនោះទេតែបើយើងនិយាយជាលក្ខណៈ worldwide គឺទូទាំងពិភពលោកហេតុអ្វីបានជាស្ត្រីពោះធំគេប្រៀបដោយស្ត្រីពោះធំថាឆ្លងតលេដោយសារតែអត្រាមនុស្សស្រីដែលឆ្លងតលេអាចនឹងស្លាប់ច្រើនភាគរយច្រើនអញ្ចឹងទៅគេប្រើពាក្យស្ត្រីឆ្លងទន្លេវាមិនងាយក្នុងការឆ្លងទន្លេអញ្ចឹងរឿងម៉ែកលាភ្លើងតែគេហៅថាសត្រាហ្វៀមថតដឹកនាំដែលចង់និយាយអំពីទោះបីជាម្ដាយទៅជាអ្វីក៏ប្រឡឹងម្ដាយតាមថែរក្សាកូនអានេះគឺជាអត្តន័យរបស់រឿងខ្មែរដែលសត្រាហ្វៀមថតខ្ញុំភ្លេចចំណងជើងនឹងរឿងអីរឿងសត្រាហ្វៀមថតគឺអត្តន័យចង់កន្លែងហ្នឹងឯងប៉ះណាគេបានអូនតែឯងប៉ះកូនអញអត់បានទេសម្ដេចដែលជោធិបតីដូចគ្នាអ្នកអាចប៉ះអ្នកណាបានតែអ្នកប៉ះប្រជាជនខ្មែរគឺប៉ះសម្ដេចដែលជោធិបតីហើយ